កតញ្ញូនេះជាប្រធាននៃបារមីធម៌ដែលធ្វើឲ្យពុទ្ធបានត្រាស់ដឹងកតញ្ញូជាហេតុនាំឲ្យសម្រេចសម្បត្តិសពយ៉ាងកតញ្ញូជាហេតុនាំឲ្យសម្រេចបុណ្យដទៃបើកតញ្ញូមានហើយធ្វើបុណ្យដទៃកើតទាំងអស់ដូច្នេះកើតឡើងពីកូនមានធម៌កតញ្ញូព្រះពុទ្ធលោកសម្ដែងថាបុគ្គលរកបានដោយកម្រក្រណាស់គឺពីរពួកទី1ហៅថាបុព្វការីយបុគ្គលគឺម៉ែឪដែលបានចិញ្ចឹមទំនុកបំរុងកូនឬក៏អ្នកណាដែលមានឧបការៈមុនទី2កតញ្ញូកតវេទីបុគ្គលគឺអ្នកដែលដឹងថាគេបានចិញ្ចឹមទំនុកបំរុងហើយធ្វើតបទៅវិញអ្នកទាំងពីរនេះព្រះពុទ្ធលោកទ្រង់សម្ដែងថាជាភូមិរបស់សពបរោះហើយក៏ជាបរោះគឺជាមនុស្សគឺជាពិបាករជាងគេពិបាកក្រជាងគេពិបាកស្វែងរកហើយអាម៉េចបានថាពិបាកស្វែងរកពីព្រោះវាមានតអ្នកដែលគេធ្វើឧបការៈមុនដល់តអ្នកដឹងគុណម៉ែឪហើយធ្វើតបហ្នឹងក៏វាមិនសូវមានដល់អញ្ចឹងហើយបានថាមនុស្សច្រើនមែនមិនមែនសុទ្ធតអ្នកមានគុណធម៌ទេអញ្ចឹងបានវាពិបាករកណាស់ឥឡូវកូនមានធម៌កតញ្ញូបុរាណលោកហៅថាកូនមិនចយុត្តកូនមិនចយុត្តគឺកូនមានធម៌កតញ្ញូកូននេះមិនងាយគ្រោះថ្នាក់មិនងាយមានឧបសគ្គមិនងាយស្លាប់តៃហោងដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេទៅណាមកណាតែងមានទេវតាថែរក្សាជានិច្ចគេហៅថាកូននយោថ្លៃកូននឹងទឹកដោះម្ដាយថ្លៃជួយហើយបានចាស់ហៅថាកូនមិនចយុត្តកូនមិនចយុត្តដោយសារមានធម៌កតញ្ញូដោយពាក្យព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាយោមេតរੰបេតរੰវាមកចោថាមានបោសតិទេវាបេណੰតិកច្ឆន្តិមេតាបេតិបរੰនរੰកូនប្រុសស្រីណាមានធម៌កតញ្ញូទំនុកបំរុងមេត្តាបៃតាប្រកបដោយធម៌កតញ្ញូតែប៉ុណ្ណេះទៅទីកន្លែងណាទេវតានៅទីកន្លែងនោះតាមបីបាច់តាមថែរក្សាការពារគ្រប់កន្លែងទាំងអស់ចឹងហើយបានគេចេះតែសុខអាយុវែងហ្នឹងមកពីមានទេវតាហ្នឹងថែរក្សាញោមញាតិប្រហែលមិនដឹងទេក៏យ៉ាងប្រអិនណាញោមរៀបចេញទៅណាមកណាលើកដៃសាពះរះពីលើចុះមកក្រោមហើយគ្រប់ទិសឲ្យតែរៀបចេញដំណើរសាពះរះពីលើចុះមកក្រោមគ្រប់ទិសសកទេវរាជតែងតែធ្វើអញ្ចឹងទៅទេវតាទាំងឡាយក៏ឆ្ងល់នាតល័យទេវបុត្រឆ្ងល់ក៏សួរថាមហារាជថ្វាយអង្គមណាគេថ្វាយអង្គមចុះក្រោមហើយគ្រប់ទិសហ្នឹងបានប្រអិនលោកថាថ្វាយអង្គមកូនណាដែលមានធម៌កតញ្ញូចំពោះមេត្តាបៃតាចិញ្ចឹមទំនុកបំរុងមេត្តាបៃតាខ្ញុំថ្វាយអង្គមទៅនោះហើយដល់តែប្រអិនជាស្ដេចទេវតាថ្វាយអង្គមមនុស្សដែលមានធម៌កតញ្ញូរឿងអីទេវតាកូនចៅប្រអិនមិនថ្វាយតាមអញ្ចឹងទេវតាគ្រប់កន្លែងត្រូវតែថ្វាយអង្គមតាមត្រូវតែថែអាសាត្រូវតែការពារកូនមានធម៌កតញ្ញូបើសិនជាកូនមានធម៌កតញ្ញូនឹងទៅទីកន្លែងណាមានឧបសគ្គគ្រោះថ្នាក់ទេវតានឹងមិនបានថែអាសាមុខតែប្រអិនហៅទៅកោះខ្យល់ហើយដូច្នេះហើយទេវតាប្រយ័ត្នណាស់ឲ្យតែកូនមានធម៌កតញ្ញូនឹងទៅណាតាមថែអាសាតែនឹងហើយបានគេហៅថាមនុស្សមិនចយុត្តកូនមិនចយុត្តបុរាណអាចារ្យលោកសំដៅទៅលើកូនណាមានធម៌6យ៉ាង1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមមេត្តាបៃតាដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ពេលគាត់ឈឺទី4កូនណាធ្វើបុណ្យសពជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពរបស់គាត់ឲ្យសមគួរតាមប្រពៃណីទី6កូនណានៅតែនឹករលឹកដល់ម្ដាយឪពុកដូនតាដែលបាក់បែកចែកឋានទៅហើយនៅតែធ្វើបុណ្យឧទ្ទិសទៅរឿយនេះ6យ៉ាងនេះគេហៅកូនមានធម៌កតញ្ញូគេហៅថាកូនមិនចយុត្តហើយអាមិនទៅញោមមើលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកនៅក្នុងសិគលកៈសូត្រថាតួនាទីរបស់កូនដែលបំពេញចំពោះម៉ែឪមាន5តតោនេសង្ឃបរិសាមិម៉ែឪពីដើមគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់គាត់ចាស់ហើយយើងចិញ្ចឹមគាត់វិញទី2កិច្ចੰនេសង្ឃករេសាមិ